សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងមកនិយាយតាក់ទងជាមួយនឹង comment ដែលនៅលើ Ubuntu សម្រាប់ធ្វើការchecking system ជាមួយនឹង control system control នៅក្នុង Ubuntu អញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលមកកាន់សរសេរ comment មកទៅទីមួយដែលខ្ញុំចង់និយាយនេះគឺតាក់ទងជាមួយនឹងការ checking CPU គឺយើងអាចវាយពាក្យ ls CPU នេះគឺជា CPU model របស់យើងបន្តមកទៀតគឺអឺ test H-top ដែលយើងមើល real time processing ដែលនៅលើ Ubuntu របស់យើងនេះគឺជា real time ហើយបើនៅក្នុង Windows វិញគឺពីចឹងគេហៅថា Time Manager អូខេទៅកាន់ comment បន្ទាប់គឺតកតងជាមួយនឹងការ check RAM យើងវាយពាក្យ free.h មកគឺRAM available ប៉ុន្មានយើងប្រើប៉ុន្មានគឺវានៅក្នុងហ្នឹងតមកទៀតគឺតកតងជាមួយនឹងការ check storage ដែលយើងប្រើពាក្យ df.h comment បន្ទាប់តកតងជាមួយនឹងការ check disk នៅគឺជា tree structure យើងវាយពាក្យ ls blk ហើយបន្តមកទៀតគឺតកតងជាមួយនឹងការប្រើcomment ដើម្បី search IP address យើងប្រើIP.a comment បន្ទាប់គឺតកតងជាមួយនឹងការ check application ដែលវា run នៅលើLinux របស់យើងវាយពាក្យថា ps.aux អូខេហើយតកតងជាមួយ comment បន្ទាប់គឺតកតងជាមួយនឹងការkill application ឧទាហរណ៍ថាយើងបើក Firefox យើងបើក Firefox មកឧទាហរណ៍ថាយើងគៀង Firefox យើងអត់អាចបិទ Firefox ចេះបានទេអញ្ចឹងយើងអាចប្រើ command បានដែលយើងប្រើពាក្យថាទីមួយគឺយើងត្រូវ search មើលតកតងជាមួយ PID របស់វារបស់ Firefox នឹងមួយសិនគឺវាស្មើ1330 3300ហើយបន្តមកទៀតយើងអាចប្រើ command ពាក្យ kill 3300អញ្ចឹងវានឹងធ្វើការបិទ Firefox របស់យើងទោះបីជាវាគៀងមែនហើយ comment បន្ទាប់តកតងជាមួយនឹងការប្រើ comment ដើម្បីធ្វើការ shutdown OS របស់យើងអញ្ចឹងយើងអាចប្រើពាក្យថា sudo shutdown now អាហ្នឹងគឺនៅពេលដែលយើងចុច enter ទៅវានឹងធ្វើការshutdown OS របស់យើងតែម្ដងហើយគឺខ្ញុំអត់ត្រូវការ shutdown ភ្លាមទេបន្តមកទៀតគឺខ្ញុំចង់និយាយតកតងជាមួយនឹងការប្រើ shutdown កំណត់ពេលគឺយើងអាចប្រើដាក់ x ហើយយើងដាក់ម៉ោងដែលយើងចង់ដាក់ទៅឧទាហរណ៍ថាយើងចង់ដាក់3ម៉ោងវានឹងអាលុយក្នុងពេលរយៈពេល3ម៉ោងហើយបន្តមកទៀតគឺយើងនឹងធ្វើការ testing command shutdown ជាមួយនឹងcommand reboot របស់យើងគឺយើងអាចប្រើនៅលើ monitor ខាងក្រៅរបស់យើងដោយប្រើ SSH តកតងជាមួយនេះគឺយើងអាចវាយឈ្មោះsystem របស់យើងនេះ system នេះហើយកន្ទុយខាងក្រោយនេះគឺជា IP OS របស់យើងគឺយើងអាចវាយពាក្យ IP.a មកនេះគឺជា IP ដែលយើងអាចធ្វើការ remote ចូលបានគ្រាន់តែប៉ុណ្្នឹងមកយើង enter ហើយយើងវាយpassword OS របស់យើងមកហើយបន្ទាប់ពីយើងធ្វើការ shutdown restart ហើយlogin ហើយយើងអាច test comment មួយcomment ដំបូងគឺខ្ញុំចង់ធ្វើ reboot មុនដើម្បីឲ្យវា reboot ហើយទៅចាំយើងចូល comment shutdown ហើយយើងវាយពាក្យ sudo reboot ហើយវានឹងឲ្យយើងវាយ password OS របស់យើងអញ្ចឹងយើងគ្រាន់តែវាយ password មកវាធ្វើការ reboot ឲ្យ automatic អញ្ចឹងយើងចាំវាមួយផ្លែទៅដើម្បីឲ្យវាបើកមកវិញដើម្បីយើងធ្វើការ comment មួយទៀតគឺតកតងជាមួយនឹង sudo shutdown
ចឹងយើងបើកមកវិញហើយយើងអាចជួយ comment ចូលម្ដងទៀតវា slow តិចដល់វាតាមបើកពេលរៀង slow internet ដាច់តែបើកភ្លាមយើងចូលបានណាចូលយើងអាចប្រើពាក្យ comment sudo shutdown now ចឹងវានឹងធ្វើការ shutdown OS របស់យើងបាយ password សិនមកអូខេចឹងវាធ្វើការ shutdown កុំព្យូទ័រOS របស់យើងហើយចឹងវីដេអូយើងក៏មកដល់ទីបញ្ចប់ដែរជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូមួយនេះ